ជំពូកទី1សិស្សសាលាក្រៅយប់ព្រះច័ន្ទរៀងមូលកំពុងព្យួរខ្ពស់ហើយផ្កាយពេញមេឃទោះយ៉ាងណាក៏ដោយនៅក្នុងទន្លេនៃផ្កាយមានពន្លឺពណ៌ចំនួន9ចាំងនៅក្នុងចំណោមពួកគេហើយពួកគេពិតជាអស្ចារ្យណាស់សញ្ញាមិនធម្មតាលេចឡើងនៅលើមេឃដែលមានន័យថារាងកាយដ៏ទេវភាពនឹងចុះមកនៅលើកំពូលនៃទីក្រុងអធិរាជក្នុងខេត្តទាំង9បុរសចំណាស់ម្នាក់ក្នុងសម្លៀកបំពាក់ពណ៌មាសឈរដោយដៃរបស់គាត់នៅពីក្រោយខ្នងរបស់គាត់ហើយគាត់កំពុងសម្លឹងមើលទៅលើមេឃពេលយប់នៅពីក្រោយគាត់មានអ្នកជំនាញទីក្រុងអធិរាជរាប់ម៉ឺននាក់ពួកគេទាំងអស់ត្រូវបានលុតជង្គង់ពាក់កណ្ដាលដូចជារងចាំបញ្ជាខ្លះ Bes រំពេចនោះពន្លឺបានបង្រួបបង្រួមនិងបង្កើតជាផ្លេកបន្ទោ9ពណ៌វាបានធ្លាក់ចុះមកពីលើទន្លេនៃផ្កាយនិងផ្ទៃមេឃនៅពេលនោះយប់ខ្មៅបានក្លាយជាថ្ងៃពណ៌សំបីតែនៅមុនពេលរន្ទះបាញ់ក៏ដោយដីក៏ញ័រនិងញ័រយ៉ាងខ្លាំងប៉ុន្តែផ្លេកបន្ទោ9ពណ៌ខណៈដែលវាបុកដីនោះមិនបានធ្វើឲ្យខូចខាតអ្វីគួរឲ្យរន្ធត់នោះទេផ្ទុយទៅវិញវាបានបាត់ទាំងស្រុងក្នុងពេលជាមួយគ្នានោះពិភពលោកត្រូវបានរំពាត់ដោយពេលយប់ម្ដងទៀតមេឃពេលរាត្រីដ៏ភ្លឺពីដើមបានងឹតបន្តិចហាក់បីដូចជាខ្លឹមសារសំខាន់មួយចំនួនត្រូវបានដកចេញហើយអតីតកាលដ៏ស្ងប់ស្ងាត់ត្រូវបានស្ដារឡើងវិញភ្នែករបស់បុរសចំណាស់ភ្លឺខុសប្រក្រតីហើយរាងកាយដ៏រំភើបរបស់គាត់ក៏ញ័រដែរគាត់បានចង្អុលទៅកាន់ទីតាំងដែលផ្លេកបន្ទោបានធ្លាក់ថានៅក្នុងព្រំដែននៃខេត្តនីខៀវសូមនាំទារកទាំងអស់ដែលបានកើតនៅយប់នេះត្រឡប់ទៅទីក្រុងអធិរាជវិញបាទការឆ្លើយតបដោយផ្គរលាន់បានបន្លឺឡើងកាត់ជើងមេឃហើយអ្នកជំនាញទីក្រុងអធិរាជរាប់ម៉ឺននាក់បានធ្វើដំណើរឆ្ពោះទៅខេត្តនីខៀវពួកគេស្បត់ថានឹងស្វែងរកព្រះកាយដ៏ទេវៈហើយប្រគល់ទៅឲ្យព្រះចៅអធិរាជប្រើពេលវេលាបានកន្លងផុតទៅ5ឆ្នាំបានកន្លងផុតទៅដោយព្រិចភ្នែកហើយទោះបីជាមនុស្សនៅតែចងចាំទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចនៅឆ្នាំនោះក៏ដោយក៏គ្មាននរណាម្នាក់ដឹងពីសកម្មភាពរបស់តុលាការអធិរាជដែរនៅក្នុងព្រំប្រទល់នៃខេត្តនីខៀវនៃខេត្តទាំង9ក្នុងចំណោមសាលារាប់មិនអស់សាលានីខៀវគឺជាសាលាមួយក្នុងចំណោមសាលាទាំងនោះថ្ងៃនេះជាថ្មីម្ដងទៀតវាជាការជ្រើសរើសសិស្សប្រចាំឆ្នាំសម្រាប់សាលានីខៀវមានមហាសមុទ្ររបស់មនុស្សនៅខាងក្រៅសាលារាល់ដងមនុស្សដែលរវល់ជាងគេគឺសិស្សសាលាខាងក្រៅទំនួលខុសត្រូវទាំងអស់នៃការចូលរៀនសម្រាប់សាលាត្រូវបានរុញលើពួកគេសិស្សសាលាក្រៅពួកគេជាអ្នកដែលបានធ្វើការងារដ៏លំបាកនិងគ្មានគុណមិនត្រឹមតែមានឋានៈទាបបំផុតក្នុងសាលាប៉ុណ្ណោះទេពួកគេថែមទាំងត្រូវបានអ្នកក្រៅមើលងាយទៀតផងហេតុផលគឺសាមញ្ញណាស់ប្រសិនបើពួកគេជាសិស្សសាលាខាងក្រៅមានន័យថាសមត្ថភាពរបស់ពួកគេគឺអាក្រក់ណាស់ហើយពេញមួយជីវិតរបស់ពួកគេវាពិតជាលំបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការទទួលបានសមិទ្ធផលធំដូច្នេះតាមធម្មជាតិពួកគេត្រូវបានគេមើលងាយអូអាកប្បកិរិយានេះដឹងទេថាខ្ញុំជាអ្នកណាស្ត្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់ដ៏ស្រស់ស្អាតមានក្មេងប្រុសម្នាក់នៅជាមួយខណៈនាងចង្អុលនិងស្រែកខ្លាំងដាក់យុវជនខ្ញុំសុំទោសវាយឺតពេលហើយសាលានឹងបិទឆាប់នេះសូមត្រឡប់មកវិញនៅថ្ងៃស្អែកមុខដ៏ស្រទន់របស់យុវជនរូបនេះនៅក្មេងនិងទន់ភ្លន់ប៉ុន្តែនៅចន្លោះចិញ្ចើមមានស្មារតីវីរភាពបន្តិចគាត់ត្រូវបានគេហៅថាជីវែងគាត់មានអាយុ15ឆ្នាំនៅឆ្នាំនេះហើយគាត់គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សសាលាក្រៅរាប់ម៉ឺននាក់នៅក្នុងសាលានីខៀវអ្វីត្បិតតែគាត់ជាសិស្សសាលាក្រៅក៏ដោយក៏ជីវែងខុសពីអ្នកដទៃទាំងអស់គាត់មិនមានអារម្មណ៍អន់ជាងអ្នកដទៃហើយគាត់ក៏មិនបន្ទាបខ្លួនដែរគាត់មិនមានអារម្មណ៍ភ័យខ្លាចឬភ័យខ្លាចពេលកំពុងប្រព្រឹត្តទៅលើអ្នកដទៃហើយគាត់មានភាពស្ងប់ស្ងាត់ខ្លាំងណាស់ត្រឡប់មកថ្ងៃស្អែកអ្នកគិតថាខ្ញុំជាមនុស្សល្ងងមែនទេទាំងនេះគឺជាភ្នំតើអ្នកទៅណាឲ្យពួកយើងដេកអ្នកត្រូវតែរៀបចំកន្លែងស្នាក់នៅឲ្យខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងទៅរកអ្នកចាស់ទុំរបស់អ្នកដើម្បីវែកញែកជាស្ត្រីមិនស្ដាប់និងមិនខ្វល់នាងថែមទាំងចាប់អាវរបស់ជីវែងទៀតផងជីវែងតើអ្នកជួបបញ្ហាទេប៉ុន្តែនៅពេលនោះសំឡេងដ៏ផ្អែមល្ហែមក៏អាចបន្លឺឡើងក្រឡេកមើលទៅទីនោះនារីវ័យក្មេងពាក់ពណ៌ស្វាយកំពុងដើរកាត់ថ្វីត្បិតតែមានស្នាមញឹមតិចនៅលើមាត់របស់នាងប៉ុន្តែភ្នែករបស់នាងគឺកាច់សាហាវហើយពួកគេសម្លឹងមើលស្ត្រីនោះយ៉ាងតឹងរ៉ឹងពេលឃើញនារីវ័យក្មេងទឹកមុខរបស់នារីបានប្រែប្រួលភ្លាមហើយការភ័យខ្លាចក៏ផ្ទុះឡើងវាមិនមែនដោយសារតែអ្វីផ្សេងទៀតទេវាគ្រាន់តែដោយសារតែនារីវ័យក្មេងពាក់អាវពណ៌ស្វាយហើយនោះជាសញ្ញាសម្គាល់របស់ពួកសិស្សខាងក្នុងស្ត្រីលាក់ទុកដាក់បណ្ដាសាដើមឡើយនាងគិតថានាងអាចប្រើឋានៈរបស់នាងដើម្បីធ្វើឲ្យរឿងលំបាកសម្រាប់បុរសវ័យក្មេងនៅចំពោះមុខនាងតើនរណានឹងគិតថាយុវជនដ៏អស្ចារ្យម្នាក់នៅចំពោះមុខនាងទទួលបានការគាំទ្រពីសិស្សខាងក្នុងពួកសិស្សខាងក្នុងគឺជាអត្ថភាពដែលនាងមិនអាចអាក់អន់ចិត្តបានវាអត់មានអីទេខ្ញុំគ្រាន់តែសួររឿងខ្លះពីគាត់ស្ត្រីនោះពន្យល់ទាំងញឹម
នារីវ័យក្មេងបានសម្លឹងមើលនាងហើយនិយាយតែពាក្យមួយម៉ាត់ថាបោកភ្លាមនោះរាងកាយរបស់នារីម្នាក់នេះមិនអាចជួយអ្វីបានឡើយសូម្បីតែញ័រខ្លួនហើយមុខរបស់នាងក៏ប្រផេះទៅហើយប៉ុន្តែនាងមិនស្ទាក់ស្ទើរតតែសោះនាងបានទាញក្មេងប្រុសនោះហើយចាក់ចេញយ៉ាងលឿនហើយនៅក្រោមការភ័យស្លន់ស្លោនាងថែមទាំងបានដួលដែលធ្វើឲ្យនាងមើលទៅហាក់ដូចជាក្រោតក្រៀតឃើញដូច្នេះជីវែងគ្រវីក្បាលដោយអស់សង្ឃឹមហើយនិយាយយ៉ាងគួរសមទៅកាន់នារីដែលនៅក្បែរគាត់ថាអរគុណជីយ៉ូកមិនបាច់ធ្វើអីទេយើងជាគ្រួសារមែនទេជីយ៉ូមិនសប្បាយចិត្តបន្តិចនាងនិយាយត្រូវពួកគេពិតជាគ្រួសារពួកគេមកពីគ្រួសារតែមួយជីយូគឺជាបងប្អូនជីដូនមួយរបស់ជីវែងមកពីត្រកូលបងប្រុសរបស់ឪពុករបស់ជីវែងជាឪពុករបស់នាងហើយនាងមានអាយុច្រើនជាងជីវែងត្រឹមតែ1 ឆ្នាំប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយជីយ៉ូបានប្រឡងជាប់សិស្សខាងក្នុងរួចហើយកាលពី3 ឆ្នាំមុនហើយបានក្លាយជាសិស្សខាងក្នុងឥឡូវនេះនាងស្ថិតនៅក្នុងកម្រិតទី4នៃអាណាចក្រវិញ្ញាណយើងត្រូវធ្វើតាមច្បាប់សាលាជីវែងនិយាយដោយស្នាមញញឹមដ៏អស្ចារ្យក្រឡេកមើលជីវែងអាកប្បកិរិយាបែបនេះបេះដូងរបស់ជីយូឈឺជប់ចាប់គឺជីវែងតើអ្នកនៅតែមិនចូលរួមក្នុងការប្រឡងសិស្សខាងក្នុងឆ្នាំនេះទេឬថាអ្នកមិនទាន់បានដល់កម្រិតទី3នៃអាណាចក្រវិញ្ញាណជីវែងមិនបានឆ្លើយតបទេហើយស្នាមញញឹមតិចនៅតែព្យួរលើមុខគាត់គ្មាននរណាម្នាក់ដឹងថាគាត់ចង់មានន័យអ្វីទេឃើញដូច្នេះជីយ៉ូបានដោះកាបូបចេញពីចង្កេះរបស់នាងហើយដាក់វានៅក្នុងដៃរបស់ជីវែងកែមកវាប្រហែលជាវានឹងជួយអ្នកឲ្យឆ្លងកាត់កម្រិតទី3ជីវែងបានបើកកាបូបហើយភ្លាមនោះថាមពលខាងវិញ្ញាណដ៏ខ្លាំងក្លាត្រូវបានបញ្ចេញពីវាស្មៅវិញ្ញាណបរិសុទ្ធភ្លឺចែងចាំងនិងថ្លាដែលមានទំហំប៉ុនម្រាមដៃដាក់នៅខាងក្នុងជីយ៉ូនេះមានតម្លៃណាស់ខ្ញុំមិនអាចយកវាបានទេគឺជីវែងប្រញាប់ប្រគល់វាត្រឡប់ទៅជីយ៉ូវិញស្មៅវិញ្ញាណបរិសុទ្ធវាប្រៀបដូចជាលំពែងសម្រាប់ហ្វឹកហាត់ក្បាច់គុនហើយវាមានតម្លៃខ្លាំងណាស់វាមានប្រយោជន៍គ្មានទីបញ្ចប់សម្រាប់អ្នកដែលនៅក្នុងអាណាចក្រនៃព្រះវិញ្ញាណដើម្បីបង្កើនល្បឿនហ្វឹកហាត់របស់ពួកគេគ្រួសារឈីវនឹងបន្ថែមស្មៅវិញ្ញាណបរិសុទ្ធដល់សមាជិកគ្រួសារឈីជារៀងរាល់ឆ្នាំឈីយូក៏ត្រូវបានគ្រួសារបន្ថែមដែរប៉ុន្តែនាងមិនបានប្រើវាទេហើយបានប្រគល់វាទៅជីវែងវាពិតជារំជួលចិត្តជីវែងដូច្នេះគាត់ពិតជាមិនអាចទទួលយកវាបាននៅពេលខ្ញុំនិយាយថាខ្ញុំឲ្យវាទៅអ្នកគួរតែយកវាទៅអ្នកគឺជាប្អូនប្រុសរបស់ខ្ញុំគឺឈីយ៉ូខឹងបន្តិចអូតើនៅពេលណាដែលអ្នកមានចិត្តសប្បុរសហើយថែមទាំងចាប់ផ្ដើមផ្ដល់ស្មៅវិញ្ញាណបរិសុទ្ធដល់មនុស្សមើលចុះខ្ញុំក៏ជាប្អូនប្រុសរបស់អ្នកដែរហើយចៃដន្យខ្ញុំស្ទើរតែនឹងឈានដល់កម្រិតទី4នៃអាណាចក្រព្រះវិញ្ញាណចុះអ្នកឲ្យស្មៅវិញ្ញាណបរិសុទ្ធមកខ្ញុំវិញយុវជនម្នាក់ដែលមានអាយុប្រហែលជាជីវែងបានដើរមកលើហើយគាត់ក៏ស្លៀកសម្លៀកបំពាក់របស់ពួកសិស្សក្នុងតុលាការខាងក្នុងដែរគាត់ត្រូវបានគេហៅថាឈីវឆេនហើយគាត់ក៏មកពីគ្រួសារឈីផងដែរកាលពី5 ឆ្នាំមុនគាត់បានចូលសាលានីខៀវក្នុងពេលតែមួយជាមួយឈីវែងទោះជាយ៉ាងណាគាត់បានក្លាយជាសិស្សខាងក្នុងកាលពី2 ឆ្នាំមុនឈីវឆេនអ្នកបានឆ្លងផុតកម្រិតទី3នៃអាណាចក្រវិញ្ញាណហើយបានបង្រួបបង្រួមថាមពលខាងវិញ្ញាណដោយជោគជ័យទោះបីជាអ្នកមិនមានស្មៅវិញ្ញាណបរិសុទ្ធក៏ដោយក៏អ្នកអាចឡើងចំណាត់ថ្នាក់បានយ៉ាងឆាប់រហ័សប៉ុន្តែជីវែងមិនទាន់បានបង្រួបបង្រួមថាមពលខាងវិញ្ញាណនៅឡើយទេដូច្នេះស្មៅវិញ្ញាណបរិសុទ្ធនេះគឺសំខាន់ជាងសម្រាប់គាត់គឺជីយ៉ូបានបង្ខំស្មៅវិញ្ញាណបរិសុទ្ធទៅក្នុងដៃរបស់ជីវែងបាទអ្នកនិយាយត្រូវប៉ុន្តែគួរឲ្យស្ដាយគាត់មិនចង់បានវាទេគឺឈីវឆេនបើកដៃចំអកហើយសាយចំអកអ្នកណាថាខ្ញុំមិនចង់បានប៉ុន្តែបន្ទាប់មកជីវែងញញឹមស្រាលហើយដាក់ស្មៅវិញ្ញាណបរិសុទ្ធទៅក្នុងហោប៉ៅរបស់គាត់មុនពេលនិយាយថាវិជីយកខ្ញុំនឹងខ្ចីស្មៅវិញ្ញាណបរិសុទ្ធនេះនៅថ្ងៃក្រោយខ្ញុំនឹងប្រគល់ពួកគេវិញជា2 ដងមិនអីទេក៏ដោយឃើញជីវែងទទួលយកវាជីយោសប្បាយចិត្តរួចទៅហើយដូច្នេះនាងគ្រាន់តែឆ្លើយតបដោយចៃដន្យហើយមិនខ្វល់ថាជីវែងនឹងយកវាមកវិញឬអត់នោះទេប្រសិនបើអ្នកយកវាមកវិញហេតុអ្វីបានវាមកវិញការផ្ដល់ឲ្យអ្នកនៅស្មៅវិញ្ញាណបរិសុទ្ធនេះសម្រាប់អ្នកដើម្បីប្រើប្រាស់គឺជាការខ្ជះខ្ជាយគឺមុខរបស់ឈីវឆេនមានរូបរាងអាក្រក់មែនទែនជីវែងគ្រាន់តែញឹមហើយមិនអើពើនឹងគាត់បន្ទាប់មកគាត់បាននិយាយទៅកាន់ជីយ៉ូថាជីយ៉ូខ្ញុំនឹងចូលរួមក្នុងការប្រឡងសិស្សខាងក្នុងនៅឆ្នាំនេះអ្នកប្រសិនបើអ្នកអាចប្រឡងជាប់សិស្សខាងក្នុងខ្ញុំនឹងផ្ដល់ស្មៅវិញ្ញាណបរិសុទ្ធបន្ថែមនៅឆ្នាំនេះដល់អ្នកឈីវឆេនសម្លឹងមើលជីវែងដោយមើលងាយតើវាជាការពិតទេជីវែងពិតជាមិនជឿទេជីយ៉ូនឹងធ្វើជាសាក្សីប៉ុន្តែចុះយ៉ាងណាបើអ្នកមិនអាចឆ្លងកាត់វាបន្ទាប់មកស្មៅវិញ្ញាណបរិសុទ្ធដែលខ្ញុំទទួលបាននៅឆ្នាំនេះនឹងក្លាយជារបស់អ្នកដោយទុកការកាត់ទោសនោះជូហ្វេងបានបន្តបោះខ្លួនចូលទៅក្នុងកិច្ចការរបស់ពួកសិស្សនៅតុលាការខាងក្រៅ
ឈឺយ៉ែនយើងជាគ្រួសារហើយហេតុអ្វីបានជាអ្នកតែងតែធ្វើរឿងលំបាកដល់ឈឺវែងឈឺយោសម្លឹងមើលឈឺយ៉ែនដោយការរំខានគ្រួសារឈឺយោអ្នកគួរតែដឹងថាឈឺវែងមិនមែនជាផ្នែកនៃគ្រួសារឈឺរបស់យើងទេបន្ទាប់ពីចូលសាលាបាន5ឆ្នាំគាត់នៅតែមិនប្រឡងជាប់ជាសិស្សខាងក្នុងគាត់ពិតជាអាម៉ាស់នៃគ្រួសារឈឺរបស់យើងនៅក្នុងគ្រួសារឈឺទាំងមូលតាមួយណាចូលចិត្តគាត់មានតែអ្នកប្រព្រឹត្តចំពោះគាត់យ៉ាងប្រពៃហើយអ្នកថែមទាំងផ្ដល់ស្មៅវិញ្ញាណបរិសុទ្ធផ្ទាល់ខ្លួនរបស់អ្នកដល់គាត់សម្រាប់ប្រើប្រាស់ទៀតផងគឺឈឺយ៉ែនពិតជាមិនយល់ទេអ្នកពិតជាល្ងងមែនគឺឈឺយកខឹងបន្តិចហើយបន្ទាប់ពីសម្លឹងមើលគាត់មួយសន្ទុះនាងក៏ដើរចេញទៅម្យ៉ាងវិញទៀតឈឺយ៉ែនញញឹមគាត់ពិតជាសប្បាយចិត្តណាស់ទោះបីជាគាត់មិនបានទទួលស្មៅវិញ្ញាណបរិសុទ្ធរបស់ឈីយោប៉ុន្តែគាត់បានដឹងថានៅឆ្នាំនេះស្មៅវិញ្ញាណបរិសុទ្ធរបស់ឈីវែងប្រកាសជាคล้ายជារបស់គាត់បន្តិចចូលទៅក្នុងពេលយប់នៅកន្លែងសម្រាកសម្រាប់សិស្សនៅតុលាការខាងក្រៅវាជាភាពងឹតទាំងស្រុងបន្ទាប់ពីរវល់ពេញមួយថ្ងៃអ្នករាល់គ្នានឿយហត់ណាស់ហើយពួកគេបានចូលគេងលឿនណាស់មានតែបន្ទប់របស់ឈីវែងនៅតែត្រូវបានបំភ្លឺដោយពន្លឺគាត់បានអង្គុយនៅលើគ្រែខាងមុខយកស្មៅវិញ្ញាណបរិសុទ្ធដែលឈីយោផ្ដល់ឲ្យគាត់ហើយនិយាយរអ៊ូថាក៏ខ្ញុំសង្ឃឹមថាស្មៅវិញ្ញាណបរិសុទ្ធនេះអាចធ្វើឲ្យអ្នកឆ្អែតបានបន្ទាប់ពីនិយាយបែបនោះឈីវែងបានបិទភ្នែកទាំងសងខាងហើយគៀបស្មៅវិញ្ញាណបរិសុទ្ធនៅចន្លោះបាតដៃទាំងពីរហើយធ្វើត្រាដៃចម្លែកនៅពេលនោះថាមពលខាងវិញ្ញាណនៅក្នុងស្មៅវិញ្ញាណបានចាប់ផ្ដើមចូលទៅក្នុងខ្លួនរបស់ឈីវែងតាមរយៈបាតដៃរបស់គាត់ហើយវាបានប្រែទៅជាដានធានរបស់គាត់ក្នុងពេលជាមួយគ្នានោះសំឡេងទំពាបានមកពីដានធានរបស់ឈីវែងហាក់ដូចជាមានអ្វីកំពុងញ៉ាំប្រសិនបើអ្នកក្រឡេកមើលស្ដានធានរបស់គាត់អ្នកនឹងរកឃើញនៅក្នុងផ្នែកជ្រៅនៃដានធានរបស់ឈីវែងដែលជាកន្លែងនៃដុំនៃផ្លេកបន្ទោកំពុងកាន់កាប់នៅទីនោះដុំផ្លេកបន្ទោនោះមាន9ពណ៌ហើយគ្រប់ពណ៌គឺដូចជាផ្លេកបន្ទោដ៏ធំមួយវាបញ្ចេញនូវក្លិនដ៏គួរឲ្យភ័យខ្លាចដែលមិនមែនជាកម្មសិទ្ធិរបស់ពិភពលោកនេះបន្ទាប់ពីចូលសាលាបាន5ឆ្នាំគាត់នៅតែមិនប្រឡងជាប់ជាសិស្សខាងក្នុងគាត់ពិតជាអាម៉ាស់នៃគ្រួសារឈីរបស់យើងនៅក្នុងគ្រួសារឈីទាំងមូលតាមួយណាចូលចិត្តគាត់មានតែអ្នកប្រព្រឹត្តចំពោះគាត់យ៉ាងប្រពៃហើយអ្នកថែមទាំងផ្ដល់ស្មៅវិញ្ញាណបរិសុទ្ធផ្ទាល់ខ្លួនរបស់អ្នកដល់គាត់សម្រាប់ប្រើប្រាស់ទៀតផងគឺឈឺយ៉ែនពិតជាមិនយល់ទេអ្នកពិតជាល្ងងមែនគឺឈីយកខឹងបន្តិចហើយបន្ទាប់ពីសម្លឹងមើលគាត់មួយសន្ទុះនាងក៏ដើរចេញទៅម្យ៉ាងវិញទៀតឈឺយ៉ែនញញឹមគាត់ពិតជាសប្បាយចិត្តណាស់ទោះបីជាគាត់មិនបានទទួលស្មៅវិញ្ញាណបរិសុទ្ធរបស់ឈីយោប៉ុន្តែគាត់បានដឹងថានៅឆ្នាំនេះស្មៅវិញ្ញាណបរិសុទ្ធរបស់ឈីវែងប្រកាសជាคล้ายជារបស់គាត់បន្តិចចូលទៅក្នុងពេលយប់នៅកន្លែងសម្រាកសម្រាប់សិស្សនៅតុលាការខាងក្រៅវាជាភាពងឹតទាំងស្រុងបន្ទាប់ពីរវល់ពេញមួយថ្ងៃអ្នករាល់គ្នានឿយហត់ណាស់ហើយពួកគេបានចូលគេងលឿនណាស់មានតែបន្ទប់របស់ឈីវែងនៅតែត្រូវបានបំភ្លឺដោយពន្លឺគាត់បានអង្គុយនៅលើគ្រែខាងមុខយកស្មៅវិញ្ញាណបរិសុទ្ធដែលឈីយោផ្ដល់ឲ្យគាត់ហើយនិយាយរអ៊ូថាក៏ខ្ញុំសង្ឃឹមថាស្មៅវិញ្ញាណបរិសុទ្ធនេះអាចធ្វើឲ្យអ្នកឆ្អែតបានបន្ទាប់ពីនិយាយបែបនោះឈីវែងបានបិទភ្នែកទាំងសងខាងហើយគៀបស្មៅវិញ្ញាណបរិសុទ្ធនៅចន្លោះបាតដៃទាំងពីរហើយធ្វើត្រាដៃចម្លែកនៅពេលនោះថាមពលខាងវិញ្ញាណនៅក្នុងស្មៅវិញ្ញាណបានចាប់ផ្ដើមចូលទៅក្នុងខ្លួនរបស់ឈីវែងតាមរយៈបាតដៃរបស់គាត់ហើយវាបានប្រែទៅជាដានធានរបស់គាត់ក្នុងពេលជាមួយគ្នានោះសំឡេងទំពាបានមកពីដានធានរបស់ឈីវែងហាក់ដូចជាមានអ្វីកំពុងញ៉ាំប្រសិនបើអ្នកក្រឡេកមើលស្ដានធានរបស់គាត់អ្នកនឹងរកឃើញនៅក្នុងផ្នែកជ្រៅនៃដានធានរបស់ឈីវែងដែលជាកន្លែងនៃដុំនៃផ្លេកបន្ទោកំពុងកាន់កាប់នៅទីនោះដុំផ្លេកបន្ទោនោះមាន9ពណ៌ហើយគ្រប់ពណ៌គឺដូចជាផ្លេកបន្ទោដ៏ធំមួយវាបញ្ចេញនូវក្លិនដ៏គួរឲ្យភ័យខ្លាចដែលមិនមែនជាកម្មសិទ្ធិរបស់ពិភពលោកនេះជំពូកទី2សម្រស់ចាស់ឈឺហ្វេងពិតជាមិនមែនមកពីគ្រួសារឈីទេគាត់ជាកូនចិញ្ចឹមដោយគីឈីយួនក៏ដែលជាកូនច្បងទី5ក្នុងគ្រួសារឈីវនោះបានធ្វើឲ្យឈីវែងត្រូវបានគេរុញចេញទៅក្រៅហើយត្រូវគេអាម៉ាស់តាំងពីតូចប្រសិនបើវាមិនមែនជាការការពាររបស់ឈីយួនទេគាត់នឹងត្រូវបណ្ដេញចេញពីគ្រួសារឈីរួចហើយដោយហេតុនោះឈីវែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឈីយួនហើយបានស្បត់ថានឹងក្លាយទៅជាមោទនភាពរបស់ឈីយួននឹងទទួលបានកិត្តិយសមកវិញកាលពី5ឆ្នាំមុនឈីវែងមានអាយុ10ឆ្នាំពិតប្រាកដហើយវាជាអាយុដ៏ល្អបំផុតក្នុងការហ្វឹកហាត់ក្នុងសិល្បៈក្បាច់គុនគាត់នៅពេលនោះមានការរំពឹងទុកជាច្រើនក្នុងការហ្វឹកហាត់ព្រោះគាត់មានអារម្មណ៍ថាពេលវេលាដើម្បីបញ្ជាក់ខ្លួនឯងបានមកដល់ហើយទោះជាយ៉ាងណាក៏ដោយគាត់មិនដែលគិតថាបន្ទាប់ពីចូលសាលានីឃីវអស់រយៈពេល1ខែរន្ទះនឹងវាយប្រហាររាងកាយរបស់គាត់ហើយចូលទៅក្នុងដានធានរបស់គាត់
ដំបងឡើយជីវែងថែមទាំងគិតថាវាជាសំណាងដែរព្រោះនៅពេលដែលគាត់ចាប់ផ្ដើមហ្វឹកហាត់ល្បឿននៃការប្រសើរឡើងរបស់គាត់គឺគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល2 ខែដ៏ខ្លីគាត់បានទៅដល់កម្រិតទី2នៃឋានព្រះវិញ្ញាណល្បឿននោះខុសពីធម្មតាហើយដោយសារតែបែបនេះជីវែងមិនហ៊ានប្រាប់អ្នកណាឡើយដូច្នេះហើយគាត់លាក់កម្លាំងហើយបន្តការហ្វឹកហាត់ប៉ុន្តែឈុតដ៏ល្អនោះមិនមានរយៈពេលយូរទេដោយដែលជីវែងគិតថាគាត់ក្លាយជាមនុស្សពូកែការផ្លាស់ប្ដូរបានកើតឡើងនៅក្នុងខ្លួនរបស់គាត់ដោយសារតែការផ្លាស់ប្ដូរនោះវាបានធ្វើឲ្យការដាំដុះរបស់គាត់ឈប់ហើយមិនទៅមុខហើយគាត់ត្រូវបានគេដាក់ឈ្មោះថាមានទេពកោសល្យដ៏អាក្រក់បំផុតក្នុងមួយជីវិត Bes នៅពេលនោះស្មៅវិញ្ញាណបរិសុទ្ធនៅក្នុងដៃរបស់ជីវែងកំពុងត្រូវបានចម្រាញ់និងស្រូបយកដោយដានធានរបស់គាត់ល្បឿនចម្រាញ់របស់គាត់គឺលឿនខ្លាំងណាស់ហើយវាលើសពីសុបវិនិច្ឆ័យជាធម្មតាជាមួយនឹងកម្លាំងរបស់ជីវែងវានឹងចំណាយពេលយ៉ាងហោចណាស់1 ខែដើម្បីកែម្អស្មៅវិញ្ញាណបរិសុទ្ធទោះជាយ៉ាងណាក៏ដោយក្រឡេកមកមើលវាឥឡូវនេះវាត្រូវបានចម្រាញ់បានពាក់កណ្ដាលផ្លូវហើយមួយសន្ទុះក្រោយមកហើយដានធានរបស់ជីវែងដែលមានអារម្មណ៍ថាដូចជារូងភ្នំដែលមិនចេះចប់ក៏មានអារម្មណ៍ពេញផងដែរបេសរំពេចនោះពន្លឺបានអន្តែតលើដៃរបស់ជីវែងហើយពាក់កណ្ដាលទៀតនៃស្មៅវិញ្ញាណបរិសុទ្ធបានបាត់ភ្លាមៗជាមួយគ្នានេះដែរអ្វីបានផ្លាស់ប្ដូរនៅក្នុងដានធានរបស់ជីវែងសត្វភ្លេចបន្ទោទាំង9ប្រទាក់គ្នាវាត្រូវបានរំកិលយ៉ាងលឿនហើយតាមពិតវាកំពុងកកុញទីបំផុតវាបានប្រែក្លាយទៅជាវត្ថុដូចថ្នាំគ្រាប់បន្ទាប់ពីថ្នាំបានបង្កើតឡើងដោយខ្លួនឯងថាមពលខាងវិញ្ញាណគ្មានទីបញ្ចប់បានលោតចេញពីវាដូចជាជំនោរលាងរាងកាយរបស់ជីវែងមិនយូរប៉ុន្មានវាបានជ្រាបចូលពេញរាងកាយរបស់គាត់ហូជីវែងស្រាប់តែបើកភ្នែកឡើងស្រាប់តែឃើញមានរន្ទះនៅក្នុងពួកគេកន្សោមដែលមិនអាចពិពណ៌នាបានព្យួរនៅលើមុខរបស់គាត់ខ្ញុំជោគជ័យបន្ទាប់ពី5 ឆ្នាំទីបំផុតខ្ញុំទទួលបានជោគជ័យជីវែងមានសេចក្តីរីករាយដែលមិនអាចប្រៀបផ្ទឹមបានគាត់បានលោតចុះពីគ្រែហើយពេលគាត់ដើរជុំវិញគាត់បានបង្កើនទំហំរាងកាយរបស់គាត់ក្នុងដំណើរនៃការដាំដុះក្បាច់គុណអាណាចក្រដែលគេស្គាល់មានដូចខាងក្រោមវិញ្ញាណប្រភពដើមជ្រៅជ្រះនិងស្ថានសួគ៌អាណាចក្រទាំងនោះជាអាណាចក្រធំទាំង4ហើយអាណាចក្រនីមួយត្រូវបានបែងចែកជា9កម្រិតកម្រិតទី1នៃអាណាចក្រវិញ្ញាណចំណុចសំខាន់គឺការហ្វឹកហាត់រាងកាយដោយវិធីសាស្ត្រពិសេសនិងបង្កើនកម្លាំងប៉ុន្តែបន្ទាប់ពីឈានដល់កម្រិតទី2នៃអាណាចក្រព្រះវិញ្ញាណមនុស្សម្នាក់ត្រូវតែប្រើវិធីដើម្បីបង្រួមថាមពលខាងវិញ្ញាណមានតែមនុស្សដែលបង្រួមថាមពលខាងវិញ្ញាណរបស់ពួកគេដោយជោគជ័យនៅក្នុងដានធានរបស់ពួកគេប៉ុណ្ណោះដែលអាចចាប់ផ្ដើមផ្លូវរបស់ពួកគេក្នុងការដាំដុះក្បាច់គុណរាងកាយរបស់ជីវែងបានផ្លាស់ប្ដូរហើយវាធ្វើឲ្យវាមិនអាចប្រមូលផ្ដុំថាមពលខាងវិញ្ញាណបានភ្លេចបន្ទោដល់ទេវភាពនៅក្នុងដានធានរបស់គាត់គឺដូចជាសត្វព្រៃដែលស្រេកឃ្លានទាំង9ថាមពលខាងវិញ្ញាណដែលជីវែងបានរួមបញ្ចូលនិងត្រូវបានលេបចូលដោយពន្លឺដ៏ទេវភាពនោះប៉ុន្តែគាត់មិនបានបោះបង់ចោលទេវាគឺដោយសារតែគាត់បានរកឃើញថាទោះបីជារន្ទះដ៏ទេវភាពបានលេបត្របាក់ថាមពលខាងវិញ្ញាណរបស់គាត់ក៏ដោយក៏វាមានដែនកំណត់ដែរដរាបណាគាត់បន្តផ្ដល់ថាមពលខាងវិញ្ញាណដល់ដានធានរបស់គាត់អាចបំពេញវានៅថ្ងៃណាមួយហើយថ្ងៃនេះទីបំផុតគាត់បានជោគជ័យនេះជាអារម្មណ៍ខ្លាំងណាស់ថាមពលខាងវិញ្ញាណដែលគ្មានទីបញ្ចប់កំពុងហក់ចូលក្នុងខ្លួនខ្ញុំហាក់ដូចជាវានឹងទម្លុះរាងកាយរបស់ខ្ញុំអារម្មណ៍នេះមិនអាចនឹកស្មានដល់ជីវែងគាត់មិនដែលគិតថាភ្លេចបន្ទោដល់ទេវភាពនិងបង្រួមដោយផ្ទាល់ទៅក្នុងក្របថ្នាំហើយកាន់កាប់កន្លែងមួយនៅក្នុងដានធាននោះទេថាមពលខាងវិញ្ញាណដែលភ្លេចបន្ទោដល់ទេវភាពបញ្ចេញគឺក្រាស់ណាស់ហើយវាហួសពីការស្មានគាត់ដឹងថាសូម្បីតែជាមួយនឹងការដាំដុះមិនឈប់ឈររយៈពេល5 ឆ្នាំរបស់គាត់ក៏ដោយគាត់មិនអាចបង្រួមថាមពលខាងវិញ្ញាណដ៏រឹងមាំបែបនេះបានទេមូលហេតុដែលគាត់អាចបានគឺដោយសាររន្ទះដ៏ទេវភាពនោះប៉ុន្តែនៅពេលនោះរាងកាយរបស់ជីវែងស្រាប់តែរឹងហើយទឹកមុខក៏ប្រែប្រួលខ្លាំងដែរភ្លេចបន្ទោដល់ទេវភាពបានផ្លាស់ប្ដូរភ្លាមនោះអំណាចរបស់គាត់បានកើនឡើងជាច្រើនដងហើយភ្លាមនោះគាត់បានបំបែកម្ដងទៀតហើយបានឈានជើងចូលទៅក្នុងកម្រិតទី4នៃអាណាចក្រព្រះវិញ្ញាណតើពេលវេលាលំបាកបានឈប់ហើយពេលវេលាល្អបានមកដល់ឬជីវែងបានក្តាប់កណ្ដាប់ដៃរបស់គាត់យ៉ាងតឹងហើយគាត់មានអារម្មណ៍ថាថាមពលផ្ទុះនៅក្នុងខ្លួនរបស់គាត់មានតម្លៃសម្រាប់ការរងទុក្ខរយៈពេល5 ឆ្នាំរបស់គាត់រំពេចនោះបន្តបំបែកជា2កម្រិតវិធីសាស្ត្រដែលមិនអាចពន្យល់បាននៃការក្លាយជាខ្លាំងទីបំផុតបានត្រឡប់មកវិញគាត់បានប្រើការសម្លឹងយ៉ាងខ្លាំងដើម្បីសម្លឹងមើលទៅកាន់ទិសដៅនៃតុលាការខាងក្នុងហើយនិយាយរអ៊ូថាជីវែងខ្ញុំនឹងយកស្មៅវិញ្ញាណបរិសុទ្ធរបស់អ្នកការជ្រើសរើសសិស្សរបស់សាលានីឃីវគឺបានកើតឡើងតែម្ដងក្នុងមួយឆ្នាំហើយរាល់ពេលមានរយៈពេល10 ថ្ងៃ
បន្ទាប់ពី10ថ្ងៃការប្រឡងសិស្សផ្នែកខាងក្នុងប្រចាំឆ្នាំនឹងចាប់ផ្ដើមលើកនេះជីវែងដែលនៅស្ងៀមអស់5ឆ្នាំក៏នឹងចូលរួមដែរទីតាំងប្រឡងគឺជាវិមានក្រំដីដ៏ធំនៅក្នុងសាលធំនៃវាំងក្រំដីចំនួនមនុស្សប្រៀបដូចជាសមុទ្រនិងភ្នំហើយទំនងជាមានជាង10000នាក់ភាគច្រើននៃមនុស្សនៅទីនោះគឺនៅកម្រិតទី3នៃអាណាចក្រព្រះវិញ្ញាណដោយសារតែមនុស្សគ្រប់គ្នាដឹងថាការប្រឡងសិស្សខាងក្នុងតម្រូវឲ្យមនុស្សម្នាក់យ៉ាងហោចណាស់នៅកម្រិតទី3ដើម្បីឆ្លងកាត់ទោះយ៉ាងណាក៏ដោយក៏មានផ្នែកតូចមួយនៃសិស្សនៅកម្រិតទី2ហើយពួកគេចង់ព្យាយាមឆ្លងកាត់វានៅក្នុងភាពច្របូកច្របល់មានមនុស្សបែបនោះជារៀងរាល់ឆ្នាំប៉ុន្តែភាគច្រើនបញ្ចប់ដោយការបរាជ័យអ្វីដែលគួរនិយាយគឺថាមានផ្នែកតូចមួយនៃកម្រិតទី4នៅទីនោះផងដែរពួកគេមិនមែនជាមនុស្សមធ្យមដែលហ្វឹកហាត់យឺតទេហើយតាមពិតពួកគេខ្លះថែមទាំងមានទេពកោសល្យទៀតផងពួកគេបានរងចាំដោយចិត្តនេះរហូតដល់ពួកគេនៅកម្រិតទី4នៃអាណាចក្រព្រះវិញ្ញាណមុនពេលចូលរួមក្នុងការប្រឡងសិស្សខាងក្នុងមូលហេតុសម្រាប់រង្វាន់នៅពេលដែលមនុស្សម្នាក់ឈានដល់កម្រិតទី3ពួកគេអាចចាប់ផ្ដើមហ្វឹកហាត់ជំនាញក្បាច់គុណជំនាញក្បាច់គុណគឺជាវិធីសាស្ត្រវាយប្រហារខ្លាំងពួកគេមិនត្រឹមតែអាចបង្ហាញភាពខ្លាំងបានហ្មត់ចត់ប៉ុណ្ណោះទេពួកគេក៏អាចធ្វើឲ្យមនុស្សទទួលបានថាមពលដែលលើសពីដែនកំណត់នៃរាងកាយរបស់ពួកគេដោយសារតែនោះជំនាញក្បាច់គុណមានតម្លៃណាស់ហើយសូម្បីតែគ្រួសារអ្នកមាននិងអ្នកមានអំណាចដែលមានតាំងពីយូរលង់ណាស់មកហើយក៏មិនមានវាដែរនោះហើយជាមូលហេតុដែលគ្រួសារគ្រប់ប្រភេទត្រូវបញ្ជូនយុវជនជំនាន់ក្រោយទៅសាលាផ្សេងដើម្បីដាំដុះនៅគ្រប់សាលាទាំងអស់មានជំនាញក្បាច់គុណយ៉ាងច្រើនហើយនៅក្នុងសាលានីឃីវដរាបណាអ្នកក្លាយជាសិស្សសាលាខាងក្នុងអ្នកអាចចាប់ផ្ដើមបណ្ដុះជំនាញក្បាច់គុណបានជំនាញក្បាច់គុណក៏ត្រូវបានបែងចែកជាថ្នាក់ដែរហើយពីខ្សោយបំផុតទៅខ្លាំងបំផុតមាន9ថ្នាក់នៅក្នុងតុលាការខាងក្នុងសៀវភៅជំនាញក្បាច់គុណដ៏ល្អបំផុតមានត្រឹមលេខ3ប៉ុណ្ណោះប៉ុន្តែនៅក្នុងការប្រឡងសិស្សផ្នែកខាងក្នុងប្រចាំឆ្នាំមនុស្សដំបូងដែលប្រឡងជាប់នឹងទទួលបានសៀវភៅជំនាញក្បាច់គុណលេខ4ហេតុនេះហើយបានជាមនុស្សទាំងនោះចូលចិត្តហ្វឹកហាត់នៅតុលាការខាងក្រៅហើយមិនចូលទៅក្នុងតុលាការខាងក្នុងវាគឺសម្រាប់ចំណាត់ថ្នាក់លេខ4សៀវភៅជំនាញក្បាច់គុណមើលចុះមិនមែនយ៉ាងខែនយទេវាគឺជាគាត់នៅកម្រិតទី4នៃឋានន្តរស័ក្តិរួចហើយនៅអាយុ13ឆ្នាំវាហាក់បីដូចជាកន្លែងទី1ក្នុងការប្រឡងនេះនឹងក្លាយជាគាត់នៅក្នុងមហាសមុទ្រនៃមនុស្សយុវជនម្នាក់បានតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដើម្បីឲ្យកាន់តែច្បាស់វាគឺជាក្មេងប្រុសមានសិស្សរាប់សិបពាន់នាក់នៅក្នុងតុលាការខាងក្រៅហើយពួកគេភាគច្រើនជាតួអង្គដែលមិនស្គាល់ទោះជាយ៉ាងណាក៏ដោយតួអង្គសំខាន់ដែលមនុស្សបានចាប់អារម្មណ៍ភាគច្រើនគឺជាមនុស្សដែលមានទេពកោសល្យដែលក្នុងនោះយ៉ាងឆេនយូគឺជាម្នាក់ក្នុងចំណោមពួកគេនោះប្រហែលជាមិនដូច្នោះទេមិនថាយ៉ាងឆេនយូមានជំនាញប៉ុណ្ណាទេទីបំផុតគាត់នៅក្មេងវាពិបាកណាស់សម្រាប់គាត់ក្នុងការទទួលបានដំបូងមានទេពកោសល្យដែលមិនស្គាល់ជាច្រើននៅក្នុងសាលានីឃីវហើយជួនកាលទេពកោសល្យមិនអាចយកឈ្នះអ្នកពូកែមឈុំបានទេឧទាហរណ៍ថាយួនយ៉ាឈុនគូសិស្សសាលាក្រៅម្នាក់ទៀតបានចង្អុលម្រាមដៃរបស់គាត់ទៅកាន់យុវជនដ៏ត្រជាក់ម្នាក់អ្នកនោះមានឈ្មោះថាយួនយ៉ាឈុនគាត់បានចូលរៀននៅសាលានីឃីវអស់រយៈពេល6ឆ្នាំហើយដើមឡើយគាត់ជាតួអង្គដែលមិនស្គាល់ប៉ុន្តែកាលពីប៉ុន្មានខែមុនគាត់បានកម្ចាត់សិស្សខាងក្នុងដោយមិនបានរំពឹងទុកដែលស្ថិតនៅក្នុងកម្រិតទី4នៃអាណាចក្រនៃព្រះវិញ្ញាណដោយសារតែនោះឈ្មោះរបស់គាត់បានរីករាលដាលហើយគាត់បានក្លាយជាតួអង្គសំខាន់នៃតុលាការខាងក្រៅស្ងាត់គេរំពេចនោះសំឡេងខ្លាំងនិងច្បាស់លាស់បានបន្លឺឡើងក្រឡេកមើលប្រភពអ្នករាល់គ្នាមិនអាចជួយបានទេក្នុងការសម្លឹងមើលទៅពួកគេបានឃើញរូបភាពស្រមោលជាច្រើនលេចឡើងនៅលើវេទិកាខ្ពស់ក្នុងសាលពួកគេភាគច្រើនជាមនុស្សចាស់ហើយពួកគេជាអ្នកចាស់ទុំខាងតុលាការប៉ុន្តែមិនត្រឹមតែជាអ្នកដឹកនាំនៅក្មេងនោះទេនាងថែមទាំងជាស្រីស្អាតម្នាក់ទៀតផងនារីនោះស្លៀករ៉ូបពណ៌ក្រហមនិងសាច់ក្រណាត់ហើយវាបង្ហាញរាងកោងគួរឲ្យទាក់ទាញរបស់នាងជាពិសេសនៅក្រោមរ៉ូបនោះមានជើងពីរត្រង់ព្រិលពណ៌ហើយអាចនិយាយបានថាល្អឥតខ្ចោះមិនត្រឹមតែមានរាងកាយដ៏គួរឲ្យទាក់ទាញនោះទេរូបរាងរបស់នាងក៏គួរឲ្យស្រឡាញ់ខ្លាំងដែរជាមួយនឹងភ្នែកមូលបូមាត់ក្រហមនិងមុខរាងពងក្រពើវាដូចជាមុខកញ្ជ្រោងនាងគឺជាអ្នកចាស់ទុំផ្នែកសម្រស់ដ៏ល្បីល្បាញនៃសាលានីឃីវស៊ូរូគឺជាតួអង្គលំដាប់កំពូលនាងបានចូលសាលានីឃីវនៅអាយុ10ឆ្នាំចូលសាលាខាងក្នុងនៅអាយុ12ឆ្នាំហើយបានក្លាយជាសិស្សស្នូលនៅអាយុ15ឆ្នាំប៉ុន្តែខណៈដែលមនុស្សគ្រប់គ្នាមានសតិនិយមហើយគិតថានាងនឹងក្លាយជាសិស្សទី1របស់សាលានីឃីវតែនាងស្រាប់តែក្លាយជាមនុស្សចាស់គ្មាននរណាម្នាក់មានព័ត៌មានខាងក្នុងអំពីការផ្លាស់ប្ដូរនេះទេហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះវានៅតែជាអាថ៌កំបាំងហើយវាត្រូវបានពិភាក្សាយ៉ាងសាទរដោយមនុស្ស
và Suru mình cua niên thơ chỉ Praticha nơi tổ là ca khẳng khổng tế. Hai đợt vây ban chỉ niên một tổ là ca khẳng krau, chỉ mũi nâng rụp riêng rồi bỏ Suru sơ pro tiếng óc ban bạc mọt, hai nẹ khla thêm tiếng sọ tập pnê tiệp hỏng. Buộc sơ nơi tổ là ca khẳng krau nơi khmênh na, buộc kê thị tràn chỉ khmênh chùm tông, hai khla tiết chỉ của ma sầm rạp buộc kê nơiอายุ rồi bỏ buộc kê sợi trai để miên phiếp cha tung đôi Suru miên phiếp tẹt tin bẩm phật. Suviu mình miên xolอาการរបស់អ្នកចាស់ទេខណៈដែលនាងញឹមទៅកាន់ហ្វូងមនុស្សដោយទន់ភ្លន់ហើយនិយាយយ៉ាងទន់ភ្លន់ថាគូច្បាប់ប្រឡងគឺសាមញ្ញណាស់ចូលតាមទ្វារក្រោយខ្ញុំហើយចេញពីទ្វារមួយទៀតអ្នកនឹងប្រឡងជាប់វាភាពខុសគ្នាតែមួយគត់គឺថាអ្នកដំបូងដែលឆ្លងកាត់នឹងទទួលបានសៀវភៅជំនាញលេខ4អ្នកក៏មិនអាចទទួលបានវានៅក្នុងតុលាការខាងក្នុងដែរប៉ុន្តែអ្វីដែលគួរនិយាយគឺអ្នកដែលជាប់លេខ1ក្នុងឆ្នាំនេះនឹងទទួលបានរង្វាន់ពិសេសមួយទៀតអាស្រ័យលើការយល់ឃើញរបស់មនុស្សម្នាក់រង្វាន់នេះអាចមានតម្លៃជាងរង្វាន់មុនទៀតទៅបន្ទាប់ពីនិយាយរួចស៊ូរូបានពង្រឹងសម្លេងដោយចេតនាខ្យល់ដ៏គួរឲ្យទាក់ទាញបានពេញសារ